បងទាំងអស់គ្នានេះជាការព្យាករណ៍របស់ខ្ញុំកាលពីម្សិលមិញហើយយើងឃើញថាតម្លៃមាសគឺបានប្រែប្រួលគឺចូលសេណារីយ៉ូទី1បាទគឺវាធ្វើការធ្លាក់ចុះបន្តិចហើយมันវាឡើងទៅលើវិញដោយសារតែព័ត៌មាន CPI ហើយឥឡូវនេះយើងមកចូលមើលការព្យាករណ៍នៅក្នុងថ្ងៃបាទថ្ងៃទី12ថ្ងៃពហុកាលពីម្សិលមិញយើងឃើញថាព័ត៌មានរបស់ CPI គឺវាមិនល្អបាទវាផ្ទុយពីការរំពឹងទុកដែលធ្វើឲ្យមាសមានការកើនឡើងគណៈពេលដែលលុយដុល្លារធ្លាក់ចុះអញ្ចឹងវាធ្វើឲ្យព័ត៌មានលុយដុល្លារធ្លាក់ចុះបាទវាធ្លាក់មកដល់កម្រិតនេះហើយវាឡើងបន្តឡើងបាទបន្តឡើងដូចគ្នាផងដែរក្នុងថ្ងៃនេះក៏មានព័ត៌មានធំផងដែរបាទយើងទៅមើលព័ត៌មានរបស់គ្នាព័ត៌មានថ្ងៃនេះក៏ CPI, PPI និង Unemployment Claim បាទហើយខ្ញុំនឹងធ្វើការជូនព័ត៌មានទៅបងប្អូនទៅថាតើតម្លៃមាននឹងប្រែប្រួលណានៅពេលដែលលទ្ធផលចេញមកហើយនេះគឺជាការតម្លៃទិញរបស់ខ្ញុំបាទអញ្ចឹងបើសិនជាវាឡើងទៅដល់តម្លៃ resistance ទី1គឺ33.80ខ្ញុំនឹងធ្វើការឲ្យ sell ចុះគឺតម្លៃ33.78និង33.83ហើយខ្ញុំនឹងដាក់ SL ខ្ទង់33.90បាទហើយយើងនឹងធ្វើការ sell ចុះហើយបើសិនជាវាបំបែកតម្លៃ SL ហ្នឹងគឺវាឡើងទៅដល់បាទបាទសំទោសអានេះ zone 2គឺ34បាទ3400 3400ទៅ3405បាទនេះគឺតំបន់ sell zone ទី2ដល់ឡែកយើងទៅមើលតម្លៃ buy បាទ buy គឺនៅតម្លៃនេះនៅពេលដែលវាប៉ះទៅដល់ support ទី1ខ្ញុំនឹងធ្វើការ buy ហើយបើសិនជាវាធ្លាក់មកទៀតខ្ញុំធ្វើការ buy បន្ថែមទៀតទៅលើ33.16តែទោះជាយ៉ាងណាតម្លៃមាសយើងឃើញថាមានការកើនឡើងមកវិញហើយគឺកើនឡើងខ្ពស់ទៅហើយអញ្ចឹងដូច្នេះខ្ញុំជឿតែនិយាយថាហេតុអីបានបងប្អូនចាំបាច់ត្រូវតែកំណត់ SL ទៅលើតម្លៃ sell បាទឥឡូវយើងត្រឡប់ទៅមើលការពីកន្លងទៅបាទយើងមើលណាយើងមើលមាសនៅក្នុងការពីខែ5បាទខែ5បើសិនជាករណីបងប្អូនជាប់ sell តម្លៃនេះបាទករណីណាបងប្អូនជាប់ sell តម្លៃនេះខ្ញុំគូ horizontal line មួយសិនអូខេអញ្ចឹងបើករណីបងប្អូនជាប់តម្លៃនេះសួរថាតម្លៃ sell វាអាចងើបធ្លាក់ចុះមកវិញគឺវាភាគរយតិចណាស់ក្នុងការធ្លាក់តម្លៃបើសិនជាបងប្អូនជាប់ buy នៅតម្លៃមួយណាក៏បានដែរតម្លៃ buy ខាងលើនេះបាទខាងលើនេះsomehow វាត្រូវតែឡើងទៅលើវិញពីព្រោះមាសវាត្រូវតែឡើងវាអត់ចុះទេដូច្នេះខ្ញុំចេះតែនិយាយថាយើងត្រូវកំណត់ហានិភ័យចាំបាច់ណាបាទអូខេអញ្ចឹងឥឡូវយើងទៅមើលនេះវិញបាទអញ្ចឹងនេះជាការព្យាករណ៍របស់ខ្ញុំថ្ងៃនេះហើយបើសិនជាបងប្អូនមានចម្ងល់ទេអាចសាកសួរបន្ថែមបានបាទសូមអរគុណអូមិនទៅនឹងពុកណែនេះបាទជាការប្រាក់ចំណេញផលចំណេញរបស់ Signal ខ្ញុំកាលពីម្សិលមិញបាទខ្ញុំអាចដែលប្រចាំជាប់នៅក្នុង group VIP បាទមាន buy មាន sell គឺយើងប្រាក់ចំណេញបានទាំងអស់គ្នាហើយបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់តំណែងអាចតាក់ទងមកខាងខ្ញុំបានបាទសូមអរគុណ